ពាក្យពលកររដូវកាលបញ្ញាប់រស់រាន់ឡើងតែដាក់ពាក្យណាបងប្អូនគឺនៅទទួលពាក្យដល់ថ្ងៃទី15ខែ7 2026ហ្នឹងគឺនឹងឈប់ទទួលហើយគាត់មានអាយុពី25ដល់39 40អាចទៅដាក់ពាក្យពលកររដូវកាលនៅក្រសួងការងារនៅអបស្រូវបានបងប្អូនណាគឺមានតែក្រសួងមួយគត់ដែលអាចយកបងប្អូនមកធ្វើការនៅប្រទេសកូរ៉េដោយស្របច្បាប់មិនមានផែនការអត់ទេហើយការចំណាយក៏អត់ថ្លៃដែរចាបងប្អូនត្រៀមដល់2000តិចតួចទៅបានហើយចាបើថាមានលុយដាក់3000ទុកត្រៀមហើយការចំណាយគឺចំណាយមួយដំណាក់កាលទៅមួយដំណាក់កាលមិនមែនថាចំណាយម្ដងទាំងអស់ទេម៉ូតូដុបផាសស្អាតពួកគេស្គាល់ដែរបើស្គាល់ផ្លូវប្រាប់គេទៅជូនទៅដល់កន្លែងហ្នឹងហើយពេលទៅដល់ក្រសួងបងប្អូនសួរគេទៅថាយកមកដាក់ពលករដល់ណាគេនឹងប្រាប់កន្លែងដាក់ឲ្យមាត់ជាផ្លូវចង់និយាយចឹងអូខេហើយបងប្អូនមានចម្ងល់ចង់សួរអាច comment ខាងក្រោមចំណុចទំនេរនិងចែករំលែកជូនបងប្អូនទាំងគ្នាណាអាច comment ខាងក្រោមបានកុំភ្លេចជួយ share វីដេអូនេះឲ្យចំណុចម្នាក់មួយផងណាដើម្បីឲ្យបងប្អូនយើងដែលគាត់ចង់ដាក់ពលកររដូវកាលឲ្យបានដឹងជ្រាបជាព័ត៌មានពេញអត្តនៈឲ្យទាន់ពេលវេលា